នៅលើផែនដីរបស់យើងស្ទើរតែគ្រប់ទីកន្លែងត្រូវបានមនុស្សរុករកអស់ហើយមនុស្សបានឡើងដល់កំពូលភ្នំខ្ពស់បំផុតចុះទៅបាតសមុទ្រជ្រៅបំផុតនិងថែមទាំងធ្វើដំណើរទៅដល់អវកាសទៀតផងប៉ុន្តែមានកោះតូចមួយនៅកណ្ដាលមហាសមុទ្រឥណ្ឌាដែលនៅតែជាអាថ៌កំបាំងដ៏ធំបំផុតមួយរបស់មនុស្សជាតិកោះនោះគឺ North Sentinel Island កោះនេះមានទេសភាពស្រស់ស្អាតដូចឋានសួគ៌ប៉ុន្តែនៅពីក្រោយសម្រស់នោះមានរឿងរ៉ាវដ៏គួរឲ្យខ្លាចដែលធ្វើឲ្យមនុស្សភាគច្រើនមិនហ៊ានចូលទៅជិតអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយកុលសម្ព័ន្ធ Sentinelist បានរស់នៅលើកោះនេះដោយមិនមានទំនាក់ទំនងជាមួយពិភពខាងក្រៅពួកគេប្រើធ្នូព្រួញនិងលំពែងសម្រាប់ការបរបាញ់និងការពារទឹកដីរបស់ខ្លួនអ្នកវិទ្យាសាស្ត្រជឿថាពួកគេអាចជាក្រុមមនុស្សដែលនៅដាច់ស្រយាលបំផុតនៅលើផែនដីគ្មាននរណាដឹងថាពួកគេនិយាយភាសាអ្វីមានជំនឿបែបណាឬរស់នៅដោយរបៀបណាឲ្យប្រាកដនោះទេក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកមនុស្សជាច្រើនបានព្យាយាមចូលទៅជិតកោះនេះប៉ុន្តែរាល់ពេលដែលមានទូកឬឧទ្ធម្ភាគចក្រចូលទៅជិតសមាជិកកុលសម្ព័ន្ធតែងតែបាញ់ព្រួញនិងក្រវែងលំពែងដើម្បីការពារទឹកដីរបស់ពួកគេហេតុការណ៍ទាំងនេះបានធ្វើឲ្យរាជរដ្ឋាភិបាលឥណ្ឌាប្រកាសហាមឃាត់មិនឲ្យអ្នកណាចូលទៅជិតកោះនេះនោះឡើយប៉ុន្តែមានបុរសម្នាក់ដែលមិនខ្លាចការព្រមានទាំងអស់នោះបុរសដែលហ៊ានចូលទៅកាន់កោះអាថ៌កំបាំងនៅក្នុងឆ្នាំ2018បុរសជនជាតិអាមេរិកម្នាក់ឈ្មោះ John Allen Chow បានធ្វើរឿងដែលមនុស្សភាគច្រើនមិនហ៊ានធ្វើគាត់គឺជាអ្នកផ្សព្វផ្សាយសាសនានិងជឿថាគាត់មានបេសកកម្មត្រូវទៅជួបកុលសម្ព័ន្ធ Sentinelist ទោះបីជាដឹងថារាជរដ្ឋាភិបាលឥណ្ឌាហាមឃាត់ការចូលទៅកាន់កោះនេះនិងដឹងថាអ្នកខាងក្រៅអាចប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ដោយគាត់នៅតែសម្រេចចិត្តទៅដំណើរទៅកាន់កោះដែលគ្មាននរណាចង់ទៅចនបានជួលអ្នកនេសាទក្នុងតំបន់ឲ្យនាំគាត់ទៅជិតកោះនោះនៅពេលទៅដល់ជិតឆ្នេរគាត់បានជិះទូកតូចមួយម្នាក់ឯងទៅរកកុលសម្ព័ន្ធគាត់បានយកអំណោយខ្លះនិងព្យាយាមនិយាយជាមួយពួកគេប៉ុន្តែអ្វីដែលគាត់ទទួលបានវិញមិនមែនជាការស្វាគមន៍នោះទេសមាជិកកុលសម្ព័ន្ធម្នាក់បានបាញ់ព្រួយមកលើគាត់ព្រួយនោះបានបុកសៀវភៅដែលគាត់កាន់នឹងដៃចនបានរត់ត្រឡប់ទៅទូកវិញទាំងភាពភ័យខ្លាចការសម្រេចចិត្តដែលផ្លាស់ប្ដូរជីវិតរបស់គាត់ជារៀងរហូតបន្ទាប់ពីរួចផុតពីគ្រោះថ្នាក់លើកដំបូងមនុស្សភាគច្រើនប្រហែលជានឹងបោះបង់គម្រោងនេះប៉ុន្តែចនមិនបានធ្វើដូច្នោះនោះទេគាត់បានសរសេរកំណត់ហេតុចុងក្រោយរបស់ខ្លួនហើយប្រាប់ថាគាត់នឹងត្រឡប់ទៅកោះនោះម្ដងទៀតនៅព្រឹកថ្ងៃបន្ទាប់គាត់បានជិះទូកទៅកាន់ឆ្នេររបស់ North Sentinel Island ម្ដងទៀតនោះគឺជាពេលចុងក្រោយដែលមិនមាននរណាម្នាក់បានឃើញគាត់នៅរស់ទៀតទេអ្វីដែលអ្នកនេសាទបានឃើញអ្នកនេសាទដែលរងចាំនៅឆ្ងាយពីកោះបានរាយការណ៍ថាពួកគេបានឃើញសមាជិកកុលសម្ព័ន្ធ Sentinelist អូសសាកសពបរិសម្នាក់នៅលើឆ្នេរគេជឿថានោះគឺជា John Allen Chow ដោយសារតែហានិភ័យខ្ពស់និងច្បាប់ការពារកុលសម្ព័ន្ធអាជ្ញាធរមិនអាចចូលទៅយកសាកសពរបស់គាត់បានឡើយរហូតមកដល់សប្តាហ៍ថ្ងៃសាកសពរបស់គាត់នៅតែស្ថិតនៅលើកោះនោះដោយមិនអាចនាំត្រឡប់មកវិញបានឡើយហេតុអ្វីបានជាពិភពលោកភ្ញាក់ផ្អើលរឿងនេះបានក្លាយជាព័ត៌មានទូទាំងពិភពលោកមនុស្សជាច្រើនមានការសោកស្ដាយចំពោះការស្លាប់របស់គាត់ប៉ុន្តែអ្នកជំនាញជាច្រើនបាននិយាយថាករណីនេះបង្ហាញយ៉ាងច្បាស់ថាកុលសម្ព័ន្ធ Sentinelist មិនចង់តាក់ទងជាមួយពិភពខាងក្រៅនោះទេហើយសិទ្ធិរបស់ពួកគេគួរតែត្រូវបានការគោរពកោះដែលនៅតែជាអាថ៌កំបាំងសប្តាហ៍ថ្ងៃនេះ North Sentinel Island នៅតែជាកន្លែងមួយដែលគេហាមឃាត់មិនឲ្យចូលទៅជិតគ្មានអ្នកទេសចរគ្មានអ្នកស្រាវជ្រាវនិងគ្មានអ្នកផ្សងព្រេងណាម្នាក់អាចចូលទៅរស់នៅទីនោះបានឡើយកោះនេះនៅតែរក្សាអាថ៌កំបាំងរបស់ខ្លួនអស់រាប់ពាន់ឆ្នាំមកហើយរឿងរបស់ John Allen Chow បានក្លាយជាភស្តុតាងដ៏ល្បីបំផុតមួយថា North Sentinel Island មិនមែនគ្រាន់តែជាកោះអាថ៌កំបាំងប៉ុណ្ណោះទេប៉ុន្តែជាកោះដែលអ្នកខាងក្រៅអាចបាត់បង់ជីវិតប្រសិនបើព្យាយាមចូលទៅកោះនោះដោយគ្មានការអនុញ្ញាតនៅក្នុងសម័យដែលមនុស្សអាចមើលឃើញស្ទើរគ្រប់ជ្រុងជ្រោយនៃផែនដីតាមរយៈកាយរណបកោះ North Sentinel Island នៅតែជាចំណុចអាថ៌កំបាំងមួយ
វាជាកន្លែងដែលពេលវេលាហាក់ដូចជាឈប់ដំណើរការនិងជាកន្លែងដែលមនុស្សសម័យទំនើបនៅតែមិនអាចចូលទៅបានប្រហែលជាអាថ៌កំបាំងដ៏ធំបំផុតរបស់កោះនេះមិនមែនជាអ្វីដែលលាក់បាំងនៅក្នុងព្រៃនោះទេប៉ុន្តែគឺជាការពិតដែលថានៅលើផែនដីរបស់យើងនៅតែមានកន្លែងមួយដែលមនុស្សមិនទាន់អាចយល់និងឈានចូលទៅដល់បាន